ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំសាជាថ្មីហើយ Mr. Bruto អញ្ចឹងថ្ងៃនេះគឺខ្ញុំបានមកបងសំណាញ់នៅស្ទឹងកំពតបងប្អូនតែដំបូងខ្ញុំសាកមកមើលបងនៅនឹងស្រះសិនបងប្អូនស្រះហ្នឹងគឺនៅជាប់ស្ទឹងគីឡូមានត្រីវាឡើងមកពីស្ទឹងវាចូលស្រះអីចឹងណាបងប្អូនអញ្ចឹងសាកមកសំណាញ់ដំបូងទាំងអស់គ្នាបងប្អូនថាចាំមើលតើវាបានត្រីឬអត់សំខាន់ទេសភាពនៅតាមហ្នឹងតំណងមួយយ៉ាងដែរបងប្អូនពេលបងឲ្យស្រស់ស្រាយតែរៀបផងទេបងប្អូនសាកមកសំណាញ់វត្តជ្រៅហាមទៅចូលកពើទៅបានហើយលើកធ្វើកាត់ទាញបងប្អូនទាញហើយទាញមួយអីយ៉ាលើកមើលសិនចូលឡើងបងប្អូនអើយតែចូលទៅផុកតែអត់បញ្ហាសាក់មើលមួយស្នាញ់ទៀតនេះកូនទីកាព្រាញមួយបោះទៅលើប្រោបឥឡូវយើងធ្វើការដាក់មួយស្នាញ់ទៀតចាប់ខ្សែទៅសិនបងប្អូននេះស្នាញ់រៀងតូចដែរចាប់មកលើកសាក់មើលអាប្លង់នេះបងប្អូនគៀនព្រៃណាក៏លោវាមានត្រីនៅគៀនព្រៃដាក់មួយស្នាញ់គៀនព្រៃសំខាន់ស្នាញ់ទូចហើយបងអត់បែកទៀតបងប្អូនតាក់ត្រឹមជង្គង់បងប្អូនសារវូច្រើបើមិនរស់ក៏ចដោលដែរបងប្អូនមិនថាត្រីតូចត្រីធំត្រីកមុំត្រីកន្លោះត្រីនៅគៀនកោះកន្លោះណាកលៀនណាឆាប់ចូលស្នាញ់ខ្ញុំភ្លាមគឺថាអំបិលបាត់ទៅហើយបងប្អូនមិនមែនអំបិលកំពតទេគឺអំបិលកំពង់ធំគេបងប្អូនបន្ទាប់ពីយើងបងស្នាញ់នៅស្រះនឹងហើយយើងនឹងធ្វើការទៅបងនៅស្ទឹងម្ដងបងប្អូនអូខេនៅនេះគេហៅថាស្ទឹងកបុតគេហៅថាស្ទឹងកបុតដោយសារស្ទឹងនឹងខ្លីបងប្អូនអញ្ចឹងបានគេហៅថាស្ទឹងកបុតអញ្ចឹងណាហើយខ្ញុំដាក់មួយស្នាញ់ប្រឡោះនៃមួយបងប្អូនប្រឡោះនឹងមុខលូដែរអញ្ចឹងសាកមើលសិនទៅត្រៀមលបផ្លាច់ត្រីផ្អើល1 2 3ច្រើអាប្រឡោះនឹងក្លុកបងប្អូនឥឡូវហ្នឹងក្លុកចូលរៀងជ្រៅផែត្រឹមឆ្កេះឥឡូវក្លុកហ្នឹងណាចាំខ្ញុំខ្ញុំធ្វើការទាញបនដើមើបនដើក្រែងលោចូលត្រីធំនេះបងប្អូននេះគឺត្រីឆ្កែកមួយហើយបងប្អូនតាក់ទីងបានតែមួយហ្នឹងបានហើយតែបងចូលទីធំហ្មងបានចូលទីធំមួយលេងអីទៀតនេះកំពុងតែលោតហើយផ្លោតអាកូនប៉ានៅស្ងៀមកូននៅស្ងៀមនៅខាងខ្ញុំអត់សូវសបូរត្រីបងប្អូនបងចូលបានត្រីធំមួយបាច់ទេសบายចិត្តចុំយ៉ាតែប៉ុណ្ណេះដាក់ស្ងោជ្រក់ដាក់អាំងមកអែមហើយឥឡូវគឺខ្ញុំធ្វើការដើរឆ្លងកាត់មុខលូនេះតិចបងប្អូនដើរឆ្លងកាត់មុខលូឆ្លងទៅមកខាងទៀតនេះកន្លែងជាងកពតនេះខ្ញុំទុកបេមួយសិនបងប្អូនអត់ទុកទេកាន់ទៅនោះតិចគីឡូត្រីវាលោតចេញបានអាធំមួយផងសាក់មើលអាប្លង់នេះមួយស្នាញ់បងប្អូនចង់ដឹងថាវាមានត្រីឬអត់អូខេចាប់ស្នាញ់មួយសិនបងប្អូនទាញមកខ្វាច់1 2 3 4 5 6តាយើងចាប់ទៅរាប់យូរពេកអញ្ចឹងយើងចាប់វាអញ្ចឹងមកបងប្អូនចាប់មកខ្វាច់ស្នាញ់ទូចបងមានបែកធំទេសាអាប្លោះមុខលូនឹងមកក៏លោចូលត្រីសដាយត្រីកពតត្រីឆ្កែអីមកមិនយើងវាដើរទៅនោះទេបងប្អូនសាប្លង់នេះតិចសិនមុខលូនេះតនងដែរបងប្អូនតែវាអត់សូវមានត្រីច្រើនអូខេឥឡូវធ្វើការដោះសាច់ស្នាញ់ឯងមិនសាច់ស្នាញ់ខ្សែស្នាញ់ច្រឡំសាច់ស្នាញ់វាដោយសារវាទាក់បងប្អូនឥឡូវដោះវាសិនចាប់ដើមទាញបងប្អូនទាញវាមួយទាញវាថ្នមដូចកូនង៉ែតកូនងាអញ្ចឹងណាគេយ៉ាស់ឈើមកចូលអត់ឃើញតែដីបងប្អូនយ៉ាស់មើលទៅនេះចូលមួយកូនទីលេង1 2ចូលបាន2 3ដែរបងប្អូនដាក់នេះមួយទៀតច្រាបែកធំដល់កប៉ិនកជើបងប្អូនប៉ិនចឹងហ្នឹងឯងបែកធ្វើការទាញទៀតហើយមួយស្នាញ់3 4ត្រីចុះយើងឥឡូវយើងគិតជាលេខវិញយើងលេខគុណណាមួយស្នាញ់3គុណនឹង10ស្នាញ់ទៅ30គុណនឹង100ទៅបានត្រីមិនត្រីច្រើនបងប្អូនលើកទាញទៀតបងប្អូនចូលត្រីអត់យ៉ាជ្រលក់លើកនេះបងប្អូននេះត្រីទូចឆ្ញោចចូលទៅពីគុណទីក្រាញ់ទៀតបងប្អូនបន្ទាប់ពីបងហើយគឺខ្ញុំត្រឡប់មកផ្ទះវិញហើយបងប្អូនដើរកាត់វាស្រែបងប្អូននេះ đại cắt về xàiនេះវីដេអូ
បោះខ្ញុំយូរហ្នឹងបងវីដេអូតាំងពីនៅខែប្រាំងបើតែខ្ញុំអត់បានផុសខ្ញុំទុកទឹកនឹកឃើញនេះយកមកផុសទៅដោយសារទេសភាពមើលទៅក៏ស្អាតដែរបងអញ្ចឹងដើរកាត់ស្រូវប្រាំងគេនេះល្អក្រនបើបងប្អូននេះដើរកាត់ពេលខ្លះនៅផ្ទះអត់សុកចេញមកវាដើរបងស្នាញ់ដើរអីចឹងណាបងប្អូនពេលខ្លះកាត់ stress កាត់អីនេះបងបានអត់សំខាន់បានមកបងលើកដើរទៅបងប្អូនដើរបងច្រៀងផងមិនដឹងបត់ស្អីទេដើរកាត់ស្រូវគេម្ចាស់ស្រែគេឃើញគេថាទៀតចឹងណាចឹងបងប្អូនបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំទេកុំភ្លេចចុច Subscribe ចុច Like និង Comment នៅខាងក្រោមអ្នកមួយផងបងប្អូន